បងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាហត់ទេនៅពេលដែលយើងវាយអត្ថបទជាភាសាខ្មែរហើយធ្វើការយូរជាភាសានៅពេលដែលយើងត្រូវធ្វើរបាយការណ៍សាលាធ្វើលិខិតរដ្ឋបាលពេលខ្លះយើងត្រូវវាយផងលុបផងខុសជាងខុសដៃខុសស្រៈអីចឹងជាដើមដែលនាំឲ្យចំណាយអស់ពេលយ៉ាងយូរដើម្បីបង្កើតនៅឯកសារនឹងថ្ងៃនេះកម្ពុជា 4.0 នឹងប្រាប់បងប្អូនទាំងអស់គ្នាអំពី AI hack និងតិចនិចសម្ងាត់មួយចំនួនដែលជួយឲ្យបងប្អូនទាំងអស់គ្នាសរសេរអក្សរខ្មែរបានយ៉ាងលឿនហើយស្អាតប្រកបដោយវិជ្ជាជីវៈសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វគ្គបណ្ដុះអក្សរកម្ម Digital តាមប្រព័ន្ធអនឡាញរបស់មជ្ឈមណ្ឌលកម្ពុជា 4.0 ថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាអំពី tool ចំនួន3ដែលនឹងផ្លាស់ប្ដូរជីវិតការងាររបស់បងប្អូនទាំងអស់គ្នាជារៀងរហូតតោះតែមើលជាមួយនឹងខ្ញុំទាំងអស់គ្នា tool ទី1គឺ Google Docs ដែលវាជាផ្នែកមួយរបស់កម្មវិធី Google Workspace ហើយបងប្អូនទាំងអស់គ្នាអាចប្រើនៅលើកុំព្យូទ័រក៏បាននៅលើទូរស័ព្ទក៏បានដែលនៅលើទូរស័ព្ទគឺវាដំណើរការទាំង Android និង iOS អញ្ចឹងក្នុងករណីខ្ញុំនេះគឺខ្ញុំប្រើកុំព្យូទ័រដោយបងប្អូនទាំងអស់គ្នាដឹងហើយគឺខ្ញុំចូលចិត្តកុំព្យូទ័រជាងទូរស័ព្ទអញ្ចឹងដើម្បីចូលទៅកាន់កម្មវិធីនឹងបានបងប្អូនទាំងអស់គ្នាគ្រាន់តែវាយនៅ address ឬក៏ shortcut key ខ្លីប្រព័ន្ធនេះមក docs.new បន្ទាប់មកបងប្អូនចុច enter អូខេអញ្ចឹងនៅកន្លែងនេះគឺ feature ឬក៏ interface ឬក៏ជាភាសាខ្មែរគេហៅថាផ្ទាំងបង្ហាញហ្នឹងដូចតែកម្មវិធី Word ទេហើយបងប្អូនទាំងអស់គ្នាអាច save file ហ្នឹងទៅដាក់នៅលើ Word បានដោយចូលមកកាន់កន្លែង file ហើយ download ជា Word ហើយទៅដល់នឹងការវាយអត្ថបទរបស់យើងវិញយើងអត់ចាំបាច់អង្គុយ typing ដោយខ្លួនឯងហើយបើសិនបើ typing របស់យើងយឺតអញ្ចឹងយើងអាចចូលទៅកាន់កន្លែងនេះ tool scroll ចុះក្រោមរហូតដល់ពាក្យថា voice to typing បន្តមកទៀតបងប្អូននឹងឃើញកន្លែង language នៅទីនេះណាអញ្ចឹងយើងរើសយកភាសាខ្មែរ scroll ចុះមកក្រោមយើងនឹងឃើញខ្មែរអញ្ចឹងយើងចុចយកខ្មែរមកបន្តមកទៀតគឺយើងអាចនិយាយនៅទីកន្លែងនេះបានឧទាហរណ៍សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូប្រចាំសប្តាហ៍របស់កម្ពុជា 4.0 បានអញ្ចឹងដោយដែលបងប្អូនទាំងអស់គ្នាឃើញអញ្ចឹងគឺរាល់ការនិយាយរបស់យើងនឹង load auto generate ជាភាសាខ្មែរដែលយើងអត់ចាំបាច់អង្គុយវាយអង្គុយសរសេរដោយខ្លួនឯងទេក៏ប៉ុន្តែកន្លែងនេះគឺបងប្អូនត្រូវនៅកន្លែងដែលស្ងាត់គួរសមអត់មានសំឡេងរំខានហើយបន្ទាប់មកបងប្អូនអាចនិយាយដើម្បីឲ្យបំផ្លែងទៅជាអត្ថបទជំនួសឲ្យការសរសេរបាន tool ទី2គឺ Google Gemini ឬក៏ ChatGPT អញ្ចឹងដើម្បីចូលទៅកាន់ tool មួយនឹងបានបងប្អូនគ្រាន់តែសរសេរពាក្យថា gemini.google.com បើសិនបើបងប្អូនចង់ប្រើ Gemini ហើយបើសិនបើបងប្អូនចង់ប្រើ ChatGPT សរសេរ chatgpt.com ឬក៏យើងអាច download apps នៅលើទូរស័ព្ទរបស់យើងក៏បានខ្ញុំជឿជាក់ថាមកដល់ថ្ងៃនេះគឺបងប្អូនទាំងអស់គ្នាសុទ្ធតែស្គាល់ច្បាស់ពី AI ទាំងពីរហ្នឹងហើយអញ្ចឹងខ្ញុំនឹងបើក Gemini មកធ្វើជាឧទាហរណ៍អូខេអញ្ចឹងនៅទីកន្លែងនេះគឺយើងគ្រាន់តែសរសេរ prompt ទៅតាមតម្រូវការរបស់យើងបើសិនបើបងប្អូនចង់បានលិខិតទាក់ទងនឹងអីគេយើងសរសេរ prompt ឲ្យ AI នឹងបង្កើតលិខិតប្រភេទហ្នឹងមកឥឡូវខ្ញុំនឹងសរសេរលិខិតសុំច្បាប់ដែលខ្ញុំនឹង pass prompt របស់ខ្ញុំចូលបញ្ជាក់បងប្អូនទាំងអស់គ្នាបន្តិចកន្លែងនេះគឺយើងមាន3 option សម្រាប់រើសបើសិនបើបងប្អូនទាំងអស់គ្នាបងលុយប្រើ Pro ដូចខ្ញុំគឺយើងនឹងអាច access ចូលទៅកាន់ feature 2នេះអញ្ចឹង feature ទាំង3ហ្នឹងយើងប្រើនៅពេលណាទី1 fast គឺប្រើនៅពេលដែលយើងសួរសំណួរអីខ្លីៗដើម្បីបានជាចម្លើយមកហើយបន្ទាប់មក thinking ទៅនឹងយើងត្រូវមាន project ឬក៏ចង់សរសេរផែនការអីផ្សេងៗគឺយើងអាចសរសេរនៅកន្លែង thinking ចំណែកឯ pro គឺយើងប្រើនៅពេលដែលយើងមាន complex task ឬក៏ project របស់យើងញ៉ៃៗដែលត្រូវការដោះស្រាយបែបកតវិជ្ជាបែបពិនិត្យគឺយើងយកកន្លែង pro នេះអញ្ចឹងខ្ញុំយកកន្លែង thinking បន្តមកទៀតគឺយើងចុច submit មានន័យថាម៉េចមានន័យថាយើងបញ្ចូល prompt ហើយយើងបដូរប្រភេទឆាប់technology ហើយអញ្ចឹងចុះបន្ទាប់មកយើងចុច submit
Bản chân ní cứ chia lịch hạt bịa xôm chấp áp đáy kháng Gemini bàn bạc ở nhóm. Chấm hiểu về top cái dân ai export từ căn Google Docs. Đôi xa tay nợ cái lành Google Gemini nâng cứ việc link ní chấm nguyên nâng cam vị thi Google Docs rồi có Google Workspace. Chẳng dân ở chấm bài chấm này về du được bài copy paste dù ta đã cam thi đợi dân ai export cho tầm rồi. Ok,បន្តមកទៀតយើង click open ដើម្បីបើកទៅលើអត្ថបទរបស់យើងហើយនៅទីនេះបងប្អូនទាំងអស់គ្នាគ្រាន់តែថែមឬក៏រៀបចំនៅអត្ថបទរបស់យើងឲ្យស្អាតមួយកម្រិតទៀតទៅបានយើងអាចផ្ញើអត្ថបទនឹងចេញទៅបានហើយចំពោះខ្ញុំជាទូទៅគឺខ្ញុំប្រើនៅលើ Google Docs នេះស្រាប់ដោយសារតែវាជា online office collaborative tool ដែលខ្ញុំអាច share មេរៀនរបស់ខ្ញុំឲ្យទៅកាន់កូនសិស្សរបស់ខ្ញុំបានដោយសារក្រៅពីការធ្វើ content នេះខ្ញុំក៏ជា trainer ផងដែរដែលខ្ញុំ train ទាក់ទងនឹង AI ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យានិងការកសាងសេដ្ឋកិច្ច Digital នៅកម្ពុជាសូមតាមដានបណ្ដាញ Subscribe របស់មជ្ឈមណ្ឌលកម្ពុជា 4.0 tool ទី3បើសិនបើបងប្អូនទាំងអស់គ្នារៀនឬក៏ធ្វើការជាមួយនឹងភាសាបរទេសដូចជាភាសាអង់គ្លេសឬក៏ភាសាចិនអីជាដើមគឺយើងអាចយកឯកសារហ្នឹងមកឲ្យ AI ធ្វើការសង្ខេបឲ្យយើងជាភាសាខ្មែរបានដូចគ្នាដោយយើងគ្រាន់តែទៅ download file ហ្នឹងជា PDF មកឧទាហរណ៍ថាខ្ញុំចង់ឲ្យ AI សង្ខេបសភៅមួយក្បាលដឹក Art of War ហើយស្រង់យកតែចំណុចសំខាន់ជាភាសាខ្មែរអញ្ចឹងជំនាញដំបូងគឺខ្ញុំ download នៅ file មួយហ្នឹងទុកនៅលើ computer របស់ខ្ញុំសិនបាទបន្តមកទៀតយើងចូលទៅបើក Gemini ឬក៏ ChatGPT របស់យើងមកចំណុចបន្ទាប់ចូលទៅកាន់កន្លែង Add Files ចូលទៅកាន់កន្លែង Download សំទោស Upload ហើយរើសយក file ដែលយើងចង់ឲ្យ AI សង្ខេបមកអញ្ចឹងជំហានដំបូងគឺខ្ញុំឲ្យ AI បកប្រែទៅជាភាសាខ្មែរបាទអញ្ចឹងនេះគឺជាអត្ថបទដែលយើងឲ្យ AI បានធ្វើឲ្យអញ្ចឹងយើងអាចរៀបចំអត្ថបទហ្នឹងទៅដាក់នៅលើកម្មវិធី slide ឬក៏ប្រើ AI slide generator ដើម្បីបំផ្លាញនៅ bullet point ហ្នឹងយកទៅធ្វើបទបង្ហាញក៏បានដែរអញ្ចឹងតាមរយៈកលឹះឬក៏ tool ទាំង3នេះខ្ញុំជឿជាក់ថានឹងជួយឲ្យការធ្វើអត្ថបទឬក៏ការវាយអត្ថបទបង្កើតឯកសារជាភាសាខ្មែររបស់បងប្អូនទាំងអស់គ្នាហ្នឹងលឿនជាងមុន10កម្រិតទៀតបាទអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំមានតែប្រព័ន្ធនេះឯងនៅក្នុងការចែករំលែកជូនទៅកាន់បងប្អូនទាំងអស់គ្នាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូថ្មីឬក៏ tip ថ្មីនៅសប្តាហ៍ក្រោយ